ជំរាបសួរពុកម៉ែបងប្អូនជាទីរាប់អានស្វាគមន៍មកកាន់ការស្ដាប់រឿងនិទានបែបប្រឡំលោកនេះគឺជាភាគ1ហើយសប្តាហ៍ទី1នៃការនិទានរឿងជូនមិត្តអ្នកស្ដាប់ជាទីរាប់អានចូលមកដល់សាច់រឿងយើងតែម្ដងចៅកំសត់របស់យើងមានឈ្មោះថាសឹងហើយឪពុករបស់សឹងមានឈ្មោះថាចម្រុងគាត់មានមុខរបរជាគ្រូបង្រៀនហើយនៅទីជនបទមួយហើយឈ្មោះពីមុនគឺមានឈ្មោះថាភូមិចំបក់ឬហៅថាសាលាប្រមូលផ្ដុំហើយបច្ចុប្បន្នហៅថាសាលាចំបក់វិញចំណែកឯម្ដាយរបស់សឹងមានឈ្មោះថាសុខាហើយគាត់មានឈ្មោះថាសុខានេះដោយសារតែឈ្មោះនេះគឺជាឈ្មោះដ៏ពិរោះហើយគាត់មានមុខរបរជាមេផ្ទះហើយនៅក្នុងគ្រួសាររបស់សឹងគឺមានបងប្អូនចំនួន5នាក់ស្រី2នាក់បងស្រីទី1មានឈ្មោះថាស៊ីណាតហើយបងប្រុសទី2មានឈ្មោះថាប៊ុនថាចំណែកឯបងស្រីទី3មានឈ្មោះថាតាំងអេមហើយកូនទី5មានឈ្មោះថាប៊ុនរិទ្ធដែលជាកូនពៅចំណែកឯតួឯករបស់យើងមានឈ្មោះថាសឹងហើយគាត់គឺជាកូនប្រុសទី4នៅក្នុងគ្រួសារនិយាយអំពីការចុះមកចាប់កំណើតរបស់សឹងដែលជាតួឯកប្រុសរបស់យើងឯនេះវិញគ្រានោះចន្លោះឆ្នាំ1990រហូតដល់ឆ្នាំ1991នារាត្រី15កើតខែពេញបរមីគឺជាថ្ងៃដ៏មានសេរីដ៏ឧត្តុង្គឧត្តមដែលព្រះសង្ឃប្រទានឱវាទត្រាស់សម្ដែងធម្មទេសនាប្រសាទក៏ដូចជាពពួកអស់ទេវតាដែលដល់ព្រមដោយបនិស្ស័យនោះគ្រានោះក៏បានមានទេវបុត្រមួយអង្គដូចជាមានចិត្តចង់យាងចុះមកឋានកណ្ដាលដើម្បីមកស្វែងយល់អំពីដំណើរជីវិតរបស់មនុស្សលោកក្នុងមាគ៌ានៃព្រះពុទ្ធតអង្គថាកើតចាស់ឈឺស្លាប់នឹកភ្លោកតែប៉ុណ្ណោះដួងកែវកំណើតរបស់ព្រះអង្គដែលជាទេវបុត្រនោះក៏បានបង្កើតជាកំណើតមួយចុះមករកអ្នកដែលមានបនិស្ស័យនៅឋានកណ្ដាលដោយតាមដំណើរធម្មជាតិដើម្បីស្វែងរកឪពុកឬក៏ម្ដាយដែលព្រះអង្គត្រូវមកចាប់កំណើតនិយាយបរិយាយអំពីឪពុកម្ដាយដែលសឹងត្រូវនឹងមកចាប់កំណើតនៅក្នុងឋានមនុស្សឯនោះវិញលោកគឺជាអ្នកមានឧបនិស្ស័យគោរពមានសទ្ធាជឿជាក់នៅក្នុងព្រះពុទ្ធសាសនាយ៉ាងណាស់ថ្ងៃមួយអ្នកមិញសុខាមានអារម្មណ៍ថាចម្លែកនៅក្នុងចិត្តខុសពីសពមួយដងក៏បានប្រាប់ទៅប្តីថាឪវាអើយខ្ញុំដូចជាចង់ធ្វើចង្ហាន់និងបេះផ្កាឈូកនៅស្រះទឹកក្បែរផ្ទះយើងយកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តស្រយើណាស់វត្តនោះគឺមានឈ្មោះថាវត្តស្រយើដែលវត្តនោះគឺនៅជិតផ្ទះគាត់ពេលនោះលោកពូចម្រុងក៏បានតបទៅប្រពន្ធវិញថាជាការប្រពៃណាស់ដែលអូនមានសទ្ធាចង់ធ្វើបុណ្យព្រោះគ្រួសាររបស់យើងក៏ខកខានធ្វើបុណ្យជុំគ្នាយូរមកហើយដែរហើយបងចង់រៀបចំបេះបន្លែផ្លែឈើនិងទៅរកត្រីនៅក្នុងស្រះយើងមួយចំនួនយកមកធ្វើម្ហូបសម្រាប់រៀបចំទៅវត្តជុំគ្នានៅព្រឹកស្អែកចឹងអូនជួយរៀបចំសម្លៀកបំពាក់ជូនបងនិងកូនយើងផងបងពិតជាសប្បាយចិត្តណាស់និយាយពីកូនទាំង3នាក់ឯនោះវិញពួកគេកំពុងរត់លេងនៅទីធ្លាមុខផ្ទះលើវាស្មៅដ៏ខៀវខ្ចីជាមួយនឹងក្មេងៗដទៃទៀតនៅក្នុងបរិវេណផ្ទះលោកពូចម្រុងគឺមានដើមត្នោតមួយដើមនៅខាងឆ្វេងដៃច្រកចូលហើយមានដើមឈើធំតូចជាច្រើនអមជាម្លប់ដ៏ត្រជាក់ត្រជុំនិងមានស្រះទឹកនៅខាងស្ដាំដៃមានផ្កាឈូកនិងដំណាំបន្លែជុំវិញស្រះពោពេញដោយបរិយាកាសខ្យល់បរិសុទ្ធបែបសុខស្រែមកដល់ភាគទី1នេះខ្ញុំបាទសូមស្លេះតែប៉ុណ្ណេះសិនហើយនឹងជួបគ្នានៅភាគទី2បន្តទៀតសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលនិយមតាមដានហើយកុំភ្លេច
ជួយគ្រប់គ្រងនៅវីដេអូនេះបន្តដើម្បី admin មានកម្លាំងចិត្តក្នុងការសរសេរនៅរឿងថ្មីៗជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តសូមអរគុណសូមជម្រាបលា